ពួកនេះតិចទៀតវាលែងមានអ្វីដែលវាជារបស់ខ្លួនឯងហើយបងប្អូនប្រកាសជាស្គាល់កម្មវិធីមង្គលការរបស់យ៉ាយ៉ាណាដេតណាហើយមើលការសាពះផ្ទឹមចងដៃរបស់ពួកគេស្តៀងខ្មែរប្រហែលភាគរយអាំងតែខ្លួនឯងជា superstar ប្រចាំនៅប្រទេសថៃអញ្ចឹងពេលដែលធ្វើពិធីមង្គលការស្តៀងជាមួយនឹងខ្មែរដល់ពេលអញ្ចឹងពិភពលោកគេមើលមកអូប្រពៃណីរបស់ថៃអញ្ចឹងមែនណែទាំងធៀបពិតប្រពៃណីរបស់អ្នកឯងមិនពីដើមអើយមកដាក់ក្បាលថ្ងាស់ដាក់ខ្សែហើយដល់ពេលឥឡូវមកធ្វើអីណាលុបបំបត្តិអានឹងចោលអស់ហើយបែរជាមកធ្វើសំពះផ្ទឹមចងដៃដូចខ្មែរដែរនេះឆ្ងាញ់អាសំពះផ្ទឹមចងដៃក្រាកន្ទេលដូចខ្មែរហើយនៅមានអាពិធីលាងជើងដូចខ្មែរទៀតអូយទាំងតែពីដើមអើយមកមិនដែលឃើញការមានចងដៃមានលាងជើងមានអីទេបងប្អូនឥឡូវនេះសឹងតែដូចខ្មែរមែនទែនហើយបើអ្នកឯងណាស្រឡាញ់ប្រពៃណីវប្បធម៌របស់គេខ្លាំងណាស់អ្នកឯងដាក់ credit ឲ្យគេផងថាខ្ញុំធ្វើកម្មវិធីទាំងអស់នេះគឺដោយប្រពៃណីខ្មែរព្រោះខ្ញុំស្រឡាញ់វប្បធម៌របស់ខ្មែរសម្លៀកបំពាក់របស់ខ្មែរស្អីស្អីដែលជារបស់ខ្មែរដែលដាក់ credit ឲ្យពិភពលោកគេឃើញផងកុំឲ្យគេយល់ច្រឡំហើយប្រពៃណីរបស់ពួកអ្នកឯងហ្នឹងមិនក៏ចង់លុបបំបត្តិចោលចង់បានអាប្រពៃណីនឹងរបស់គេហ្នឹងមែនតពីមួយជំនាន់ទៅមួយជំនាន់លួចតាំងពីប្រវត្តិសាស្ត្រលួចតាំងពីទឹកដីលួចតាំងពីស្អីស្អីសពគ្រប់បែបយ៉ាងតាំងពីសម្លៀកបំពាក់ស្បែកខ្មែរឥឡូវសំបីតែពិធីមង្គលការរបស់ខ្មែរក៏អ្នកឯងចង់លួចទៅទៀតហើយខំប្រឹងបកគោប្រកាសអូសិតតែគេហ្នឹងចម្លងប៉ុន្តែខ្លួនឯងនេះទាំងសឹងតែទាំងស្រុងឥឡូវបងប្អូនគិតមិននេះដល់ពេលឃើញពិធីមង្គលការរបស់ពួកវាទាំងអាពាត់សីមាពេញក្បាលឥឡូវសឹងតែលុបបំបត្តិហើយបើចេញឯណាផ្សែនសំពះផ្ទឹមចងដៃដូចខ្មែររបស់យើងដែរនេះសឹងតែដូចគ្នាតែម្ដងបងប្អូនវាខុសទម្រង់តែបន្តិចបន្តួចប៉ុន្តែវាស្តៀងហើយដល់ពេលយូរទៅវាคล้ายប្រពៃណីរបស់ខ្មែរវាសឹងតែវាទាំងស្រុងតែម្ដងចឹងមិនថាអាពួកអត់ប្រវត្តិសាស្ត្រអាពួកកើតដើមកំណើតមកសុំទឹកដីគេនៅដល់ពេលយូរទៅវាភ្លេចដើមភ្លេចកំណើតវាល្មើសគុណវាលួចរបស់គេពីមួយជំនាន់ទៅមួយជំនាន់បរៀនកូនចៅខ្លួនឯងប្រវត្តិសាស្ត្រខ្លួនឯងអត់មានតែបែរជាបរៀនកូនចៅខ្លួនឯងពីមួយជំនាន់ទៅមួយជំនាន់ថាគេនឹងជាអ្នកលួចរបស់វាទាំងដែលខ្លួនឯងលួចនឹងបំពេញរបស់គេសោះ